សាឡាឌីជីថលសូមនិទានរឿងក្អែកមួយជាក្អែក10កាលពីព្រេងនាយមានបុរសពីរនាក់ម្នាក់ឈ្មោះអាខិលម្នាក់ឈ្មោះអាខូចនៅស្រុកទីតីពីគ្នាគំនិតដែលខ្លួនអាខូចជួអាចដាក់មួយពីងហើយយកអាចល្បិតផ្ចិតយ៉ាងល្អមិនឲ្យក្លិនចេញក្រៃបានអាខិលធ្វើកំបិតមួយផ្លែប៉ុនចង្កេះអស់កំបោដងប៉ុនកដៃស្រោមធំវែងមួយលូបអាខិលស្ពាយកំបិតនោះដើរលក់អាខូចក៏ប៉ុនពីងអាចនោះដើរទៅលក់ដែរអាខិលទៅពីនេះអាខូចមកពីនោះជួបគ្នាកណ្ដាលផ្លូវអាខូចពពាយនាយថាអ្នកអើយទិញផ្អករបស់ខ្ញុំទៅពិសាផ្អកចៅយ៉ាងល្អស្ងោរក៏បានចំហុយក៏បានឆ្ងាញ់ណាស់អាខិលឆ្លើយថាទាស់តែលក់ដាវមិនដាច់គ្មានលុយទិញបើខ្ញុំដូរជាដាវនេះព្រមដូរទេអាខូចឃើញដាវនេះវែងក៏ឆ្លើយថាដូរក៏ដូរអាខិលប្រកល់ដាវឲ្យអាខូចហើយអួតថាដាវខ្ញុំនេះមុតបំផុតមេដៃរបស់ខ្ញុំផងបើត្រូវការម្ដងចាំហូតកាប់នាងឯងកុំប្រញាប់ហូតមើលបើហូតលព្រើសោកទៅវិញមិនចោះទេដាវខ្ញុំពូកែខ្ញុំស្ដាយរបស់ខ្ញុំបើគុំតែខែនេះក្រមអូបណាស់គុំអីខ្ញុំមិនដូរទេអាខូចក៏ប្រកល់ពីងអាចទៅឲ្យអាខិលហើយហាមថាផ្អកខ្ញុំក៏នឹងដែរដល់ពេលស៊ីចាំបោកយកមកចំហុយគុំអាលបោកមើលក្រែងវាស្អុយរយបាញ់ក្រែងវាស្អុយខ្មោស៊ីមិនតាន់អស់វាទៅជាខានឆ្ងាញ់នឹកឃើញជីដូនជីតាបានតែខ្វះស៊ីឆៃញាក់ទាំងពីរបែកគ្នាទៅដល់ផ្ទះរៀងខ្លួនហើយទឿនប្រពន្ធថាដណ្ដាំបាយទៅអញបានផ្អកប្រពន្ធថាបានផ្អកពីណាអាខិលថាដូរដាវគេថាផ្អកចៅឆ្ងាញ់ពិសាណាស់ប្រពន្ធក៏ពេញចិត្តនឹកថាប្តីចេះធ្វើកំបិតដូរផ្អកស្ទុះផ្លែតទៅលាងចានដួសបាយហើយកាន់កំបិតយ៉ាងកំរិលក៏កិលទៅចិត្តពីងផ្អកយកកំបិតគាស់អាចលាក់នោះបើកឡើងហើយលូកបានមួយក្តាប់ដាក់ផ្លប់ទៅក្នុងចានសល់នៅក្នុងដៃប៉ុន្មានក៏ដាក់ផ្លប់ភ្លក់មើលងើបមុខឡើងលើថាយើផ្អកចៅអីក៏ស្អុយដូចអាចគ្មានឆ្អឹងគ្មានសាច់ក៏ខ្វិចក៏ខ្វក់មាត់ផងយ៉ាងហ្នឹងធ្វើផ្អកត្រីអីប្តីថាក្រែងត្រីពោប្រពន្ធក៏លូករកកោរ៉ែវរកក្បាលលូកបានពាក់កណ្ដាលក្អួតចង្អោរជាង20វ៉ុកដឹងជាក់ជាអាចមិនមែនផ្អកមកបន្ទោសទៅម្ចាស់ដើមឆ្អើមលេបបាយមិនរួចនិយាយពីអាខូចត្រេកអរណាស់ដើរទៅផ្ទះអួតប្រាប់ប្រពន្ធថាអាចមួយពីងដូរបានដាវមួយដែរទទួលខឹងនឹងឆ្កែវាច្រាស់ស្លឹកគ្រៃកន្ត្រាក់ដាវនោះលោតដល់ដីបំរុងនឹងកាប់ឆ្កែសម្លាប់ក៏ចាប់ដកដាវហូតខ្វាច់ឃើញផ្លែដាវនេះខ្លីកំបិចគេចឡើងទៅលើផ្ទះបង្អានប្រពន្ធមើលសើចទាំងពីរញាក់សើចហើយប្រាប់ប្រពន្ធថាប្រាជ្ញាអានេះស្មើនឹងអញណាទៅបបួលវាធ្វើសម្លាញ់គ្រាន់រកស៊ីពីរញាក់នឹងបានមានប្រាក់ដោយងាយលុះទៅប្រទះនឹងអាខិលដារពីនាយសើចបព្រាយនិយាយសួរថាឯងតាណាអាខិលឆ្លើយថាអញមកសុំឯងធ្វើសម្លាញ់អាមួយក៏ថាអញមកសុំឯងធ្វើកលើដែរហើយក៏សុកចិត្តដាវពីរនាក់ទៅដល់ផ្ទះមហាសេដ្ឋីម្នាក់ចាស់ជរាឈឺស្លាប់គេដាក់ក្នុងក្តារមួយឈួរបំរុងបូជាថ្ងៃស្អែកចំណែកកូនចៅនិងប្រពន្ធយំសៅគ្រប់គ្នាវេលានោះអាទាំងពីរសើបសួរអ្នកដើរខាងក្រៅថាអ្នកណាស្លាប់បានជាគេយំគេប្រាប់ថាមហាសេដ្ឋីស្លាប់អាទាំងពីរនាក់គិតគ្នាថាឯងត្រូវកលែងសម្បត្តិមួយច្បាប់ទៅប្រាប់គេថាមហាសេដ្ឋីឲ្យមកយកទ្រព្យរបស់អញបន្លំលោបចូលដេកក្នុងមឈូសពីលើខ្មោចសេដ្ឋីស្ទិតនឹងឯងអាមួយក៏ទៅបន្លំដេកដោយគំនិតអ្នកនៃចិត្តមិនបានឃើញមិនបានដឹងត្បិតភ្នែកខំសម្លឹងប្រាំងឆ្ងោតមើលក្រាំងសោតប្រធរកូនចៅទួយធំរវល់តែយំសោកអាខូចដើរកកក្រដាតបានធ្វើសម្បត្តិក្លែងកាន់ដើរទៅសម្ដែងសោតឲ្យគេស្ដាប់ថាសម្បត្តិពីមហាសេដ្ឋីមកប្រាប់ថាចៃខូចកំសត់តាំងពីតូចជាកូនធរអេឡៃឪពុកចរាហើយកូនអាយចូលតែយករបស់ព្រាបទុកចាយឲ្យសបាយចិត្តចុះកូនចៅប្រុសស្រីគេមិនសុខចិត្តព្រោះតបិតគ្មានត្រាគ្មានហត្ថលេខាសេដ្ឋីអាខូចឆ្លើយថាខ្ញុំសូមសន្យានឹងអស់កូនចៅអញ្ជើញទៅហៅទៅសួរលោកចុះបើលោកស្ដីនោះខ្ញុំត្រង់ពិតបើលោកស្ងៀមនោះខ្ញុំក្លែងបញ្ឆោតទេកូនសេដ្ឋីស្ទុះភ្លាមទៅស្រែកហៅឪពុកអាខិលឆ្លើយថាអើកូនសួរថាឪពុកបានឲ្យកូនធัวមកយករបស់មែនឬ
អាខិលឆ្លើយថាអើកូនឯងឈ្មោះអាខូចវាមកហើយឬកូនឆ្លើយថាទៀនប្រុសមកហើយអាខិលថាអើមើលយករទេះមួយធុងក្របីមួយនឹមទឹមរទេះនោះហើយយកមៀប្រាក់កែវកងសម្ពុតអាវវាផ្ទុកក្នុងរទេះឲ្យល្មមតាយក្របីនោះអូរួចបានប៉ុន្មានឲ្យវាយកចុះកូនចៅស្រីប្រូចាញ់ឧបាយកលអាខិលអាខូចក៏ខឹងខ្មោចសេដ្ឋីស្លាប់ហើយចេះស្ដីហើយអស្ចារ្យឥឡូវនឹងបើក្តារឲ្យច្បាស់ចាស់ហាមប្រាមថាមើលមុខខ្មោចមិនបានខ្លាចដេកយប់មកមើលម៉ាយម្លោះហើយក៏ជឿជាក់យកសម្ពុតអាវស្លៀកពាក់និងកន្ទាលពូខ្នល់ខ្នាយហើយថែមតុថាសចានលអំបិលប្រហុក4ក្រឡាអង្គ5ការ៉ុងដាក់ភ្លុកទៅឲ្យអាខូចអាខិលបង្វិលរទេះយ៉ាងធំជជែកយំទឹកភ្នែកឲ្យដោយខឹងដោយបញ្ឆោតទាំងស្រីប្រុសហើយក៏ដឹកក្របីមួយនឹមទឹមរទេះប្រគល់ទៅឲ្យអាខូចអានោះត្រេកអរឡើងបរទេះចិនទៅអ្នកទាំងអស់ដែលនៅតែជ្រួលមិនស្រួលចិត្តព្រោះត្បិតខឹងនឹងស្ដាយអាខិលលួចមើលនាយអាយលុកចេញព្រឹករត់តាមទៅបន្តិចក៏ទួនរទេះហើយនិយាយគ្នាថាយើងបានទ្របរបស់តែតក់ឃ្លានបាយបើឈប់ដណ្ដាំបាយនៅរៀងអាយក្រែងមិនស្ងាត់ខ្លាចចោលតាមមុខប្លន់យកទ្របមួយរទេះបើដូច្នេះឯងឈប់ចាំអញទៅសុំបាយគេខ្លះយកមកឲ្យឯងអាមួយព្រមហើយអាមួយក៏ដើរទៅរកថ្នាំតាមផ្លូវយកមកលាយបាយឲ្យពុលស្លាប់អន្តរាយនិងយកទ្រព្យរបស់នោះតែម្នាក់ឯងអាមួយនៅចាំរទេះក៏ធ្វើខ្នាដាស់ស្ទាក់ផ្លូវបំរុងឲ្យត្រីអានោះស្លាប់និងយកទ្រព្យតែម្នាក់ឯងដែរវេលានោះអាមួយទៅសុំបាយគេស៊ីរួចហើយសុំមួយចានផ្ញើសម្លឹងគេមិនកំណាន់ក៏រកស្លឹកចេកខ្ចប់អោយមានទាំងត្រីអាំងផងអានោះក៏លាគេដាវចេញមកហើយយកថ្នាំប្រឡាក់បាយមកដោយខាងអាយក៏ត្រូវនឹងខ្នានោះស្លាប់អាមួយដាវប្រញាប់ចាប់យកបាយស៊ីមិនដឹងថាមានថ្នាំពុលក៏ពុលស្លាប់បន្ទាប់គ្នាឯក្របីនោះក៏អូររទេះចូលក្នុងព្រៃរតែករតាក់ទៅជ្រកក្នុងទឹកត្រពាំងដាច់ខ្សែទៀមដេកត្រាំទឹកនៅទីនោះទៅដល់វេលាព្រឹកមានបុរសម្នាក់ដើរទៅឃើញទ្រព្យរបស់ទាំងអស់នៅក្នុងព្រៃនឹកម្ដងភ័យនឹកម្ដងអថាឯងអ្នកក្រមិនដែលប្រទះទ្រព្យច្រើនដូចនេះទេដូច្នេះបើលៃលក់យកទៅធ្វើជារបស់ខ្លួនក្រែងពំបានសុខក៏រុញរទេះសម្រុកទៅទុកក្នុងព្រៃចងក្របីជាប់ត្រឡប់ទៅផ្ទះវិញហើយក៏ពិសោធន៍ធនមាយាទប្រពន្ធដោយគិតថាបើប្រពន្ធមាយាទលោនឹងយកទ្រព្យនោះទុកជារបស់ខ្លួនបើនិយាយអ្វីមិនចេះលាក់នឹងយករបស់ទាំងនោះទៅជូនរាជការផែនដីប្រយោជន៍ដើម្បីឲ្យសុខខ្លួនគិតហើយទៅដល់ផ្ទះក៏កុហកប្រាប់ប្រពន្ធថាអញជួអញមកមិញមានសត្វក្អែកមួយហើរចេញពីក្តិតតែឯងអាណិតបិទមាត់ឲ្យឈឹងកុំឲ្យនរណាគេដឹងមួយជាពីរតែចូលត្រជាគេវាបីការអាក្រក់ណាស់កើតមានជំនុំជម្រះសួរទៅសួរមកហើយគ្មានទាំងសាក់សីបាំងដឹងនឹងអាងក្រែងគេយកអញទៅឆ្កាងឬយកទៅដាក់គុកប្រពន្ធមិនលាក់ទុកក៏ដើរកាប់គេថាមានក្អែកពីរហើរចេញពីក្តិតប្តីអញតែឯងកុំមាត់មេមួយទៀតមិនអត់ទៅប្រាប់គេថែមថាក្អែក5ប្រាប់លើសតគ្នាដរាបដល់ក្អែក10រឿងនោះក៏ជ្រួតជ្រាបដល់ព្រះមហាក្សត្រទ្រង់ចាត់ប្រើអាមាត្យឲ្យស្រាវជ្រាវរកដល់បុរសនោះក៏ថ្វាយបង្គំគាល់ស្ដេចទ្រង់ឆ្ងល់ត្រាស់សួរថាមែនឬមិនមែនបុរសក្រាបទូលថាទូលព្រះបង្គំក៏ហក់ប្រពន្ធចង់ដឹងចិត្តព្រោះដបិតឃើញទ្រព្យច្រើនបុរសនោះក្រាបទូលដោយខាងលើហើយក្រាបបង្គំលាទៅទឹមរទេះយកទៅថ្វាយស្ដេចទ្រង់ព្រះរាជទានឲ្យបុរសនោះពាក់កណ្ដាលដាក់ឃ្លាំង